មេរៀនពីមេអំបៅនឹងព្យុះដង្កូវមួយចំណាយពេលភាគច្រើនក្នុងជីវិតរបស់វាយឺតលើស្លឹកឈើគ្មាននរណាសរសើរវាទេគ្មាននរណាហៅវាថាស្អាតទេសម្រាប់មនុស្សជាច្រើនវាមើលទៅតូចនឹងធម្មតាប៉ុណ្ណោះប៉ុន្តែធម្មជាតិមិនដែលវាតម្លៃជីវិតតាមរូបរាងបច្ចុប្បន្នទេថ្ងៃមួយដង្កូវបានចូលទៅក្នុងសម្បុករបស់វានៅក្នុងកន្លែងងងឹតនិងស្ងៀមស្ងាត់នោះវាស៊ូម្នាក់ឯងរាងកាយចាស់របស់វាចាប់ផ្ដើមបែកបាក់អ្វីដែលធ្លាប់ស្គាល់បានបាត់បង់អស់ប្រសិនបើនរណាម្នាក់មើលពីខាងក្រៅពួកគេអាចគិតថាគ្មានអ្វីកើតឡើងទេប៉ុន្តែនៅខាងក្នុងនៃការតស៊ូការផ្លាស់ប្ដូរកំពុងកើតឡើងបន្ទាប់មកនៅព្រឹកមួយសម្បុកចាប់ផ្ដើមប្រេះបែកមេអំបៅមួយបានព្យាយាមចេញមកយឺតដំណើរការនោះឈឺចាប់ស្លាបរបស់វានៅខ្សោយរាងកាយរបស់វាញ័រប៉ុន្តែការតស៊ូនោះគឺចាំបាច់បើគ្មានសម្ពាធនៃការតស៊ូចេញពីសម្បុកទេស្លាបរបស់វានឹងមិនរឹងមាំគ្រប់គ្រាន់សម្រាប់ហោះហើរឡើយធម្មជាតិបង្រៀនយើងនៅមេរៀនដ៏មានអត្ថន័យមួយការលំបាកខ្លះមិនមែនកំពុងបំផ្លាញអ្នកទេវាកំពុងធ្វើឲ្យអ្នកកាន់តែរឹងមាំសូម្បីតែព្យុះក៏បង្រៀនមេរៀនដូចគ្នាបន្ទាប់ពីព្យុះធំព្រៃឈើជាញឹកញាប់កាន់តែបៃតងភ្លៀងធ្លាក់ខ្លាំងខ្យល់បក់រញ្ជួយដើមឈើនិងរន្ទះបំភ្លឺផ្ទៃមេឃប៉ុន្តែបន្ទាប់ពីព្យុះកន្លងផុតទៅខ្យល់កាន់តែស្រស់ថ្លាទន្លេកាន់តែពេញទឹកហើយផែនដីក៏រស់រវើកឡើងវិញជីវិតរបស់អ្នកក៏អាចមានព្យុះដែរអ្នកអាចជួបការបដិសេធការឈឺចិត្តបរាជ័យឬភាពឯកោពេលខ្លះជីវិតដាក់អ្នកនៅក្នុងរដូវកាលសម្បុករដូវកាលដែលអ្វីមើលទៅស្ងៀមស្ងាត់ច្បុកច្បល់និងឈឺចាប់ប៉ុន្តែភាពស្ងៀមស្ងាត់មិនមានន័យថាបរាជ័យទេការរងចាំមិនមានន័យថាខ្សោយទេដង្កូវមិនបានក្លាយជាមេអំបៅក្នុងមួយយប់ទេព្រៃឈើមិនបានបៃតងដោយគ្មានភ្លៀងទេពេជ្រមិនអាចភ្លឺរលោងដោយគ្មានសម្ពាធក្រោមដីទេហើយអ្នកក៏ដូចគ្នាអ្នកកំពុងរីកចម្រើនក្នុងរបៀបដែលអ្នកមិនទាន់អាចមើលឃើញនៅឡើយថ្ងៃមួយការឈឺចាប់ដែលអ្នកបានឆ្លងកាត់នឹងក្លាយជាស្លាបដែលនាំអ្នកហោះហើរខ្ពស់ជាងអ្វីដែលអ្នកធ្លាប់ស្រមៃ